ឆ្នាំចអ្នករក្សាការព្យាយាមការរីកចម្រើនទៅមុខសន្សំប្រសើរជាងសម្រាប់កិច្ចការងារដោយបង្ខំព្រោះភាពអត់ធ្មត់គឺជាគន្លឹះពិសេសសម្រាប់ឆ្នាំ2026រាល់ឆ្នាំទាំង12មិនត្រឹមតែឆ្នាំចប៉ុណ្ណោះទេតែងតែជួបប្រទះនៅធម្មពលវិជ្ជមាននិងធម្មពលអវិជ្ជមានតែត្រូវតែយកចិត្តទុកដាក់ចំពោះឆ្នាំចវិញអ្នកមានធម្មពលវិជ្ជមានមួយចំនួនដូចជា Sri Harmony គឺពាក់ព័ន្ធទៅនឹងការចងសម្ព័ន្ធភាពចងមិត្តភាពនិងរាប់អានជាមួយនឹងមនុស្សល្អៗជាច្រើននៅជុំវិញនិងនាំមកនៅឱកាសបទពិសោធន៍គំនិតល្អៗនិងភាពរីកចម្រើនហើយឆ្នាំចក៏មានធម្មពលពិសេសមួយទៀតនោះគឺ Three Stages គឺពាក់ព័ន្ធទៅនឹងការបង្ហាញពីភាពរីកចម្រើនជាដំណាក់អាចជាការរីកចម្រើននៃការងារទទួលបាននៅលទ្ធផលឬក៏ស្នាដៃជាបណ្ដាឬក៏អាចទទួលបាននៅការដំឡើងតំណែងពីកម្មមួយទៅកម្មមួយទៀតកាន់តែខ្ពស់ជាងមុនសម្រាប់អ្នកប្រកបមុខរបររកស៊ីវិញគឺប្រាក់ចំណូលនិងដើមទុនចាប់ដើមកើនឡើងរីឯធម្មពលពិសេសមួយទៀតនោះគឺ Us Relief គឺពាក់ព័ន្ធទៅនឹងភាពអត់ធ្មត់និងការដោះស្រាយនៅបញ្ហាឬវិបត្តិផ្សេងបើអ្នកកាន់តែមានភាពអត់ធ្មត់អ្នកនឹងកាន់តែងាយសម្រេចបាននូវភាពជោគជ័យព្រោះអ្នកអាចរកដំណោះស្រាយចំពោះបញ្ហាទៅដល់ឫសគល់ជាទូទៅធម្មពល Us Relief នេះប្រសិនបើអ្នក set up ហុងស៊ុយថ្មីនោះនឹងធ្វើឲ្យការ set up ហុងស៊ុយកាន់តែមានប្រសិទ្ធភាពមួយវិញទៀតប្រសិនបើអ្នកវិនិយោគពាក់ព័ន្ធទៅនឹងការទិញលក់អចលនទ្រព្យអ្នកនឹងងាយទទួលបានលទ្ធផលល្អព្រោះធម្មពល Us Relief នេះចំពោះធម្មពលពិសេសមួយទៀតនោះគឺ Elegancia គឺពាក់ព័ន្ធទៅនឹងទេពកោសល្យភាពច្នៃប្រឌិតខ្ពស់និងការត្រេះរិះពិចារណានិងការធ្វើកិច្ចការងារវិចិត្ររបស់អ្នកឲ្យកាន់តែមានភាពទាក់ទាញជាពិសេសល្អសម្រាប់វិចិត្រករអ្នកនិពន្ធអ្នក design ឬក៏ជាតារាសម្ដែងមួយវិញទៀតនៅក្នុងក្បួនមានធម្មពលពិសេសពីរដែលធ្វើឲ្យអ្នកអាចបង្កើននៅសតិបញ្ញាតាមរយៈការធ្វើសមាធិគឺធម្មពល Tai Chi Nobleman និងធម្មពល Elegancia នេះដូច្នេះឆ្នាំចអ្នកមានធម្មពល Elegancia គឺល្អសម្រាប់ការអនុវត្តសមាធិដែលអាចជួយឲ្យអ្នកបង្កើននៅសតិបញ្ញារីឯធម្មពល Sky Bright គឺជាធម្មពលមួយផ្ដល់ឲ្យអ្នកនៅភាពច្បាស់លាស់និងកាន់តែមានភាពឆ្លាតវៃក្នុងការត្រេះរិះពិចារណាការសិក្សានិងការស្រាវជ្រាវរីឯធម្មពលអវិជ្ជមានវិញនោះគឺយាឆាមគឺអ្នកអាចមានបញ្ហាពាក់ព័ន្ធទៅនឹងផ្លូវច្បាប់បញ្ជីស្នាមឬឯកសារផ្សេងដូច្នេះប្រសិនបើអ្នករៀបចំនៅឯកសារសំខាន់ឬក៏ចុះកិច្ចសន្យាសូមអ្នកពិនិត្យវិจัยឲ្យបានច្បាស់លាស់ចំពោះធម្មពល Yellow Flag គឺជាសញ្ញាមួយប្រាប់ឲ្យអ្នកដឹងថាអ្នកគួរតែយកចិត្តទុកដាក់ចំពោះបញ្ហាឬស្ថានភាពដែលកំពុងតែកើតឡើងព្រោះអាចមានការផ្លាស់ប្ដូរភ្លាមដោយមិនបានរំពឹងទុកឬក៏ការងារសំខាន់របស់អ្នកអាចមានការពន្យាពេលធម្មពលអវិជ្ជមានមួយទៀតនោះគឺ Five Ghosts អ្នកអាចមានគំនិតសង្ស័យមានភាពស្មុគស្មាញគិតច្រើននិងមានមនុស្សមិនល្អនិយាយដើមពីក្រៅខ្នងតែអ្នកកុំខ្វាយខ្វល់នៅពាក្យសម្ដីទាំងអស់នោះនាំឲ្យអ្នកខាតពេលចំពោះធម្មពលអវិជ្ជមានចុងក្រោយនោះគឺ Killing Head គឺអ្នកអាចមានមនុស្សនាំភាពស្មុគស្មាញមកឲ្យឬរងគ្រោះដោយសារអ្នកដទៃដែលធ្វើឲ្យអ្នកខាតពេលវេលាត្រូវចាប់ផ្ដើមធ្វើកិច្ចការងារដដែលសាជាថ្មីកុំភ្លេចគណនាថ្ងៃខែឆ្នាំកំណើតរបស់លោកអ្នកតាមរយៈកម្មវិធីអាចកំបាំងជីវិត Live Decoding